អាហ្នឹងយើងប្រើសិទ្ធិទាមទារឲ្យគេអនុវត្តនៅរដ្ឋធម្មនុញ្ញដូចសិទ្ធិបញ្ចេញមតិសិទ្ធិជួបប្រជុំសិទ្ធិបោះឆ្នោតសិទ្ធិអីទាំងអស់ប្រាក់ឈ្នួលសិទ្ធិរស់នៅរស់រានមានជីវិតដោយសមរម្យសិទ្ធិទទួលបានការអប់រំប្រកបទៅដោយគុណភាពសិទ្ធិតែធានាដោយរដ្ឋធម្មនុញ្ញបើយើងទៀមទាត់ទៅថារដ្ឋដែលអ្នកដឹកនាំរដ្ឋមិនបានផ្ដល់ឲ្យដូចអ្វីដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញអាហ្នឹងយើងត្រូវប្រើសិទ្ធិទាមទារឲ្យគេអនុវត្តនៅរដ្ឋធម្មនុញ្ញមិនមែនយើងរួញទេគាត់ថាគេក្អកបន្តិចរួញតែអាយកោមកក្រែកក្រោកក្បាលយើងហ្នឹងនាំគ្នាឡប់អស់ពេលហ្នឹងយើងរកអនាគតអត់ឃើញទេបងប្អូនកូនចៅយើងជំនាន់ក្រោយនឹងប្រឈមបន្តការលំបាកបន្តទៅទៀតអញ្ចឹងមានតែការខិតខំប្រឹងប្រែងទាំងអស់គ្នាបើយើងមិនទៀមទាអ្វីដែលយើងចង់បានអត់បានទេបងប្អូនមានតែញើសហូរដល់ដីអាហ្នឹងបានយើងទទួលបានលទ្ធផលដែលយើងចង់បានព្រោះថាមិនចេញយើងទេអាហ្នឹងអ្វីនៅតែដដែលហ្នឹងចឹងហើយបានគេបង្រៀនថាត្រូវតែធ្វើការទៀមទានៅអ្វីដែលជារបស់យើង